សូមបងប្អូនប្រកបដោយព្រះគុណតាមរយៈការសញ្ជឹងគិតព្រះបន្ទូលនៅថ្ងៃនេះនៅក្នុងសុភាសិតជំពូក2ខ1ដល់22យើងនឹងស្ដាប់ព្រះបន្ទូលនេះមួយជំពូកពេញជាមួយគ្នាហើយចូលពិចារណានៅសំណួរ3ទី1តើនរណាជាប្រភពនៃប្រាជ្ញាតើប្រាជ្ញាអាចជួយឲ្យយើងធ្វើអ្វីខ្លះបានតើខ្ញុំអាចទទួលបានប្រាជ្ញានិងតម្រេះបានយ៉ាងដូចម្តេចចាប់ផ្ដើមពីខ1ទៅកូនអើយបើឯងនឹងទទួលពាក្យអញហើយនឹងប្រមូលពាក្យបណ្ដាំរបស់អញទុកនៅជាប់នឹងឯងដើម្បីឲ្យបានប្រុងត្រចៀកស្ដាប់តាមប្រាជ្ញាហើយផ្ចង់ចិត្តបានយោបល់បើឯងស្រែកហៅរកតម្រេះព្រមទាំងបន្លឺសំឡេងឡើងសូមឲ្យបានយោបល់បើឯងខំរកដូចជាខំរកប្រាក់ហើយស្វែងរកដូចជាស្វែងរកកំណប់ទ្រព្យនោះឯងនឹងបានយល់សេចក្តីកោតខ្លាចដល់ព្រះយេហូវ៉ាហើយប៉ះប្រទះនឹងសេចក្តីស្គាល់ដល់ព្រះអង្គត្បិតព្រះយេហូវ៉ាទ្រង់ប្រទានឲ្យមានប្រាជ្ញាឯតម្រេះនិងយោបល់នោះចេញពីព្រះអស់របស់ទ្រង់មកទ្រង់បំរុងទុកសេចក្តីដែលមានប្រយោជន៍សម្រាប់មនុស្សសុចរិតក៏ជាខែលដល់អស់អ្នកដែលដើរក្នុងសេចក្តីទៀងត្រង់ដើម្បីឲ្យបានរក្សាអស់ទាំងផ្លូវច្រកនៃសេចក្តីយុត្តិធម៌ហើយការពារផ្លូវរបស់ពួកបរិសុទ្ធរបស់ទ្រង់យ៉ាងនោះឯងនឹងបានយល់សេចក្តីសុចរិតសេចក្តីយុត្តិធម៌និងសេចក្តីទៀងត្រង់គឺគ្រប់ទាំងផ្លូវល្អត្បិតប្រាជ្ញានឹងចូលមកស្ថិតនៅក្នុងចិត្តឯងហើយការចេះដឹងនឹងគាប់ចិត្តដល់ឯងគំនិតវាងវៃនឹងការពារឯងហើយយោបល់នឹងថែរក្សាឯងដើម្បីនឹងជួយឲ្យឯងរួចពីផ្លូវអាក្រក់ហើយពីពួកមនុស្សដែលតែងតែនិយាយពាក្យវាចជាអ្នកដែលបោះបង់ចោលផ្លូវទៀងត្រង់ដើម្បីនឹងដើរតាមផ្លូវងងឹតវិញក៏មានចិត្តរីករាយដោយប្រព្រឹត្តការអាក្រក់ហើយត្រេកអរដោយចិត្តវាចរបស់មនុស្សអាក្រក់ផ្លូវគេសុទ្ធតែកងាកកងក់ហើយផ្លូវច្រករបស់គេក៏ទាសចេញហើយដើម្បីនឹងជួយឲ្យឯងរួចពីស្រីអាវ៉ាសែគឺឲ្យរួចពីមនុស្សស្រីដតីដែលនិយាយប្រឡូមដោយពាក្យផ្អែមល្ហែមជាអ្នកដែលលះចោលគូស្រឡាញ់ដែលបានគ្នាពីក្រមុំកំឡោះក៏ភ្លេចសេចក្តីសញ្ញានៃព្រះរបស់ខ្លួនបិទផ្ទះរបស់ស្ត្រីនោះត្រេតទៅខាងសេចក្តីស្លាប់ហើយផ្លូវច្រករបស់វានាំទៅឯពួកមនុស្សស្លាប់ឯពួកអ្នកដែលទៅឯវានោះគ្មានអ្នកណាត្រឡប់មកវិញឡើយក៏មិនចាប់កាន់ផ្លូវច្រកនៃជីវិតដែរហើយមានប្រយោជន៍ឲ្យឯងបានដើរក្នុងផ្លូវរបស់មនុស្សល្អព្រមទាំងរក្សាផ្លូវច្រកនៃពួកសុចរិតត្បិតមនុស្សទៀងត្រង់នឹងអាស្រ័យនៅផែនដីហើយមនុស្សគ្រប់លក្ខនឹងបាននៅជាប់តែមនុស្សអាក្រក់នឹងត្រូវកាត់ឲ្យសូន្យចេញពីផែនដីវិញហើយមនុស្សប្រទុសរាយនឹងត្រូវរំលើកចេញពីស្រុកទៅដោយដែលយើងបានលើកព្រះបន្ទូលនេះដែលប្រាប់យើងអំពីប្រាជ្ញាដែលព្រះអង្គជាប្រភពនៃប្រាជ្ញាហើយប្រាជ្ញានេះឯងដែលការពារផ្លូវយើងចេញពីសេចក្តីទុច្ចរិតចេញពីសេចក្តីភូតភរចេញពីអំពើបាបទាំងឡាយហើយឲ្យយើងដើរនៅលើផ្លូវបរិសុទ្ធយុត្តិធម៌និងទៀងត្រង់ដូច្នេះហើយបងប្អូនហើយតាមរយៈព្រះបន្ទូលនេះរំលឹកយើងសារជាថ្មីដើម្បីឲ្យយើងរស់នៅចាកចេញពីសេចក្តីហិនវិនាសសេចក្តីដែលឥតប្រយោជន៍ដល់ជីវិតរបស់យើងបើយើងដឹងថាមនុស្សអាក្រក់នឹងមានលទ្ធផលដូចនៅក្នុងខ22បានប្រាប់យើងមនុស្សអាក្រក់គេនឹងទទួលបានលទ្ធផលជាសេចក្តីហិនវិនាសតែមនុស្សល្អគេនឹងអាស្រ័យនៅផែនដីជួយយើងស្វែងរកព្រះអង្គហើយទទួលព្រះអង្គជាព្រះសង្គ្រោះដើរដោយសេចក្តីជំនឿត្បិតព្រះយេស៊ូវជាប្រាជ្ញានៃយើងរាល់គ្នាព្រះអង្គជាមាគ៌ានៃជីវិតរបស់យើងព្រះអង្គជាផ្លូវជាសេចក្តីពិតហើយជាជីវិតដ៏អស្ចារ្យជានិច្ចសម្រាប់យើងរាល់គ្នាចូលអធិដ្ឋានជាមួយគ្នាអរគុណព្រះអង្គចាស់សម្រាប់ព្រះបន្ទូលដែលរំលឹកយើងអំពីប្រភពនៃប្រាជ្ញាដែលព្រះអង្គចាស់ទ្រង់ជាប្រភពនៃប្រាជ្ញាហើយរំលឹកយើងខ្ញុំពី
អត្ថប្រយោជន៍នៃប្រាជ្ញាដែលការពារយើងខ្ញុំដែលបំភ្លឺផ្លូវយើងខ្ញុំដូចជាព្រះបន្ទូលដែលជាចង្គៀងបំភ្លឺដល់ផ្លូវយើងខ្ញុំដែរអរព្រះគុណទ្រង់សម្រាប់ព្រះបន្ទូលដ៏បរិសុទ្ធសុចរិតយើងខ្ញុំទូលថ្វាយក្នុងព្រះនាមព្រះអង្គចាស់ព្រះយេស៊ូវគ្រីស្ទអាមែន